time ទៅលើរូបមន្តបន្ថែមរបស់យើងឬក៏លំហាត់បន្ថែមទៅក្នុងការប្រើ range x ម្សិលមិញយើងបានកែទៅលើការរកចំណាត់ថ្នាក់សិស្សហើយទៅជាមួយការដាក់ទៅលើនិទេសឬក៏លទ្ធផលសិស្សហើយឥឡូវយើងមកវាយប្រើ range x ហ្នឹងទៅលើតទៅលើបុគ្គលិកម្ដងតន័យបុគ្គលិកអញ្ចឹងអ្វីដែលគេមានគឺមានឈ្មោះមានជួបភេទមានថ្ងៃខែកំណើតមុខតំណែងនិងប្រាក់ខែគោលតើគេចង់ដឹងតើចំណាត់ថ្នាក់បុគ្គលិកនេះមើលសំណួរផងចូលដាក់ចំណាត់ថ្នាក់បុគ្គលិកតាមរយៈចំនួនប្រាក់ខែគោលបើប្រាក់ខែគោលបុគ្គលិកណាខ្ពស់ជាងគេហ្នឹងលេខប៉ុន្មានបាទអ្នកដែលបន្ទាប់គឺលេខបន្តអញ្ចឹងការប្រើ range របស់យើងដែលយើងរៀនម្សិលមិញហើយគឺដូចគ្នាទេយើងដាក់ range បើវងចោបើយើងដាក់ចំណាត់ថ្នាក់តាមជួរណាជួរប្រាក់ខែគោលយកមក select ប្រាក់ខែគោលទី1តើទេបៀស1ហើយ select ទាំងអស់អាពេល select ទាំងអស់ហ្នឹងគឺចាប់ពីលើក្រោមរួចចុច F4 ឬក៏ F4 ណា F4 របស់យើងដើម្បីឲ្យអ្នកកន្លែងនេះមានដុល្លារសងខាងបន្តទៀតយើងបិទវងចោ enter ហើយយើង auto fill យើងពិនិត្យផងតើអ្នកលេខ1ហ្នឹងត្រូវអត់ប្រាក់ខែ700លេខ2 500ហើយធំបន្តមកទេសំណួរទី2គេឲ្យយើងធ្វើការទៅរកទៅលើប្រាក់បន្ថែមប៉ុន្តែគេមានលក្ខខណ្ឌចំនួន4លក្ខខណ្ឌទី1គឺគិតតាមមុខតំណែងបើសិនជាមុខតំណែងគាត់ជា manager ថែម$20មុខតំណែងគាត់ជា assistant ថែម15មុខតំណែងគាត់ជាអីជា stock ថែម10មុខតំណែងជា staff ថែម5អញ្ចឹងយើងនិយាយពីការដាក់លក្ខខណ្ឌដូច if មិនសិនមកយើងចង់ប្រាក់ if f ក៏បានប្រាក់ if ធម្មតាក៏បានឥឡូវខ្ញុំសូមប្រាក់ if f ចុះណាអញ្ចឹងកន្លែងនេះអូខេឥឡូវយើងតាមចំណងជើងរបស់យើងដាក់ if ធម្មតាចុះមិនដល់ if f ទៅថាបត់យើងនិយាយពី if តោះយើងដាក់ if អញ្ចឹងយើងស្មើ if ខ្ញុំសេលើ formula ខាងលើបែរថាដោយសារការដាក់លក្ខខណ្ឌយើងគិតទៅលើមុខតំណែងអញ្ចឹង select មុខតំណែងទី1តែមួយណាហើយដាក់សញ្ញាស្មើលក្ខខណ្ឌលេខថ្ងៃខែម៉ោងយើងអាចធំតូចស្មើប៉ុន្តែនេះអត់ទេស្មើដាច់ខាតលក្ខខណ្ឌជាអក្សរស្មើអីយើងដាក់តំណែងចូល manager យើងមើលឲ្យត្រូវតាមជួររបស់យើងនៅក្នុងតារាង manager បើកាន់នេះត្រូវ manager គាត់ថែម20មិនដាក់មុខមិនកដោសងខាងទេគឺបញ្ជាក់ថាបើសិនកន្លែងហ្នឹងបោះជាលេខអត់ចាំបាញ់ដាក់អីអត់ចាំបាច់ដាក់មានកដោសងខាងទេតែអញ្ចឹងយើង format អីអត់កើតអញ្ចឹងយើងដាក់20បានដែរបៀសមួយហើយយើងបើកអីមួយទៀតយើង select ទៅលើមុខតំណែងដដែលហើយធ្វើការដាក់លក្ខខណ្ឌស្មើអីទី2 assistant ដែរ assistant មើលក្នុងតារាងរបស់យើង assistant អត់មានទេតើអត់មានប៉ុន្តែលក្ខខណ្ឌគេសួររកតោះនេះគេចង់សួររកអញ្ចឹងយើងដាក់ដូចគ្នាមែនហ្នឹងតារាងអត់មានគ្រូអត់ទេពេលក្រោយយើងមានយើងនឹងទៅចេញអាហ្នឹង$15វាអីមួយទៀតហើយធ្វើការ select មុខតំណែងដែរស្មើទៅលើ stop បើត្រូវលក្ខខណ្ឌហ្នឹងគឺថែមប៉ុន្មាន10ហើយក្បៀសមួយទៀត if មួយទៀតយើង select ទៅលើមុខតំណែងដែរហើយយើងស្មើអី stop ត្រូវលក្ខខណ្ឌថែមប៉ុន្មាន5យើងបើក if ប៉ុន្មានដងយើងបិទប៉ុន្មាន1 2 3 4 enter អញ្ចឹងពេលដែល enter យើងមើលចាក់ស្ដែងនៅក្នុងតារាងរបស់យើងគឺអ្នកដែលធ្វើការជា manager គឺថែម20គាត់នេះ10ភាសាគាត់ជា stock ហើយ staff 5អត់មាន assistant ទេតើទេចុះបើយើងសាកដាក់គាត់នេះទៅជា assistant យើងតេស្តមើលណាយើងតេស្តមើលទៅ assistant ចាំតិច enter ទេដូរទៅប៉ុន្មាន5តើឥឡូវយើងចុងក្រោយណាគេឲ្យចង់ដឹងតើបុគ្គលិកមានថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃដល់គេឲ្យគោលការណ៍គឺអ្នកដែលប្រាក់ខែ500ឡើងគឺឈប់10ថ្ងៃលក្ខខណ្ឌទី2គឺ350ឡើងលក្ខខណ្ឌទី3គឺក្រោម350អញ្ចឹងកន្លែងហ្នឹងការប្រើរបស់យើងគឺយើងប្រើ if សាកប្រាប់ if f ម្ដងតែមើលដូចជាថ្មីណា if f យើងបើកកញ្ចក់ logical មួយគឺយើងយកប្រាក់ខែគោលដែរអញ្ចឹងយើងប្រាក់ខែគោលប៉ុន្តែពេលថាចាប់ពី500ឡើងយើងប្រើលិមិតសញ្ញានេះគឺធំជាងឬស្មើប៉ុន្មាន500អញ្ចឹងយើងបោះប៉ុន្មានថ្ងៃបោះប៉ុន្មានឥឡូវយើងដាក់មានកណ្ដោបានដាក់ថ្ងៃក៏បានឥឡូវយើងដាក់ថ្ងៃយើងដាក់10ហើយយើងមើលពេលថ្ងៃហ្នឹងបានឬក៏យើងដាក់តលេខ10ហើយយើងប្រើ custom បន្តក៏បានតោះទេយើងក្បៀសមួយយើង select លើជួរនឹងដដែលពេលថាចាប់ពី350ឡើងគឺធំជាងស្មើ350អញ្ចឹងបើត្រូវលក្ខខណ្ឌនេះដាក់ប៉ុន្មាន7ថ្ងៃតើក្បៀសមួយទៀតយើង select ជួរដែរបើកាត់អីជិល select យើងវាយមក S3 ទៅវាយចូលបានណា S3 ពេលថាប្រាក់ខែគោលក្រោម350អញ្ចឹងយើងតូចជាង350ត្រូវលក្ខខណ្ឌនេះគឺជួបប៉ុន្មានថ្ងៃ5យើងបិទវងចោលប៉ុន្មានដងមើលម្ដងវិញរូបមិនយើងគឺ if f បិទប៉ុន្មានដងម្ដងអូខេកុំច្រឡំណា if នោះយើងបើក if ប៉ុណ្ណាដងបិទប៉ុណ្ណឹងដង if f យើងបើកតែមួយទេយើងឃើញថាគាត់ឈប់10ថ្ងៃដោយសារតែគាត់ជាអីប្រាក់ខែគាត់ប៉ុន្មានបាទ500ឡើង10ថ្ងៃដូចគ្នាអញ្ចឹងក្រោមអីក្រោម350គឺប៉ុន្មានបាទឥឡូវខ្ញុំតេស្តគាត់ដាក់400យើងឃើញថា7ថ្ងៃទៅទេត្រូវអត់7ថ្ងៃដោយសារគាត់អីចន្លោះពី350ឡើងទៅទេអញ្ចឹងនេះគឺការប្រើទៅលើអនុគមជាមួយនឹង range ហើយនឹង if ទៅលើមុខទូទួនាទីទៅលើបុគ្គលិកវិញម្ដងអូខេអញ្ចឹងខ្ញុំគាត់បញ្យល់ឲ្យសាកយើងអនុវត្តយើងឡើងវិញរបស់យើងមកអូខេប៉ុណ្្នឹងឯង